សប្តាហ៍ថ្ងៃនេះយើងគិតឃើញថានៅសម័យសប្តាហ៍ថ្ងៃយើងឃើញមានសង្គ្រាមឃើញមានការកលហលបញ្ហាច្រើនតកតងទៅនឹងប្រទេសក្នុងប្រទេសតកតងទៅនឹងបញ្ហានៅក្នុងពិភពលោកអញ្ចឹងខ្ញុំបាននឹងចង់នាំឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាបានយើងមើលហេតុការណ៍ទៅថ្ងៃអនាគតបាទជាទូទៅអនាគតរបស់យើងបងប្អូនតែងតែរៀបចំកម្មវិធីគម្រោងផែនការបាទមានមិត្តមានអីចឹងប៉ុន្តែវាផ្ទុយទៅនឹងគម្រោងអនាគតទៅចំពោះព្រះជាម្ចាស់ដែលព្រះអង្គនឹងរៀបចំសម្រាប់លោកអ្នកបងប្អូនឲ្យយើងយល់បាទសូមឲ្យយើងបានមើលលើព្រះគម្ពីរម៉ាថាយជំពូក24ខ1ដល់ខ3ផ្ទៀងជាមួយនឹងខ្ញុំកាលព្រះយេស៊ូវទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅនោះពួកសិស្សក៏មកអង្គុយបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារថ្វាយទ្រង់តោតតែទ្រង់មានបន្ទូលទៅគេថាអ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថានៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្មដែលមិនត្រូវទម្លាក់ចុះនោះទេខ4រួចកាលទ្រង់គង់លើភ្នំដើមអូលីវនោះពួកសិស្សមកឯទ្រង់ដោយឡែកទូលសួរថាសូមប្រាប់យើងខ្ញុំតើការទាំងនេះកាលណានឹងមកដល់តើមានទីសម្គាល់ណាពីទ្រង់យាងមកហើយពីបំផុតកលនេះគឺជាព្រះបន្ទូលរបស់ផងព្រះអង្គដែលព្រះអង្គប្រទានឲ្យលោកម៉ាថាយលោកបានសរសេរគោលបំណងរបស់លោកម៉ាថាយលោកសរសេរកាពីនេះឡើងគឺសំដៅទៅលើពួកសាសយូដាប៉ុន្តែហេតុអីបានជាយើងត្រូវតាក់ទងទៅរឿងសាសយូដាពីព្រោះយើងជាខ្មែរពីព្រោះជាប្រវត្តិសាស្ត្រសាសយូម៉ាថាយទៅសេទៅពួកសាសយូដាហើយពួកសាសយូដាមានប្រវត្តិសាស្ត្រជាច្រើនដែលតាក់ទងទៅនឹងជីវិតការរស់នៅបែបល្វីងជូរចត់សង្គ្រាមនៅក្នុងប្រទេសអ៊ីស្រាអែលស្ទើរតែខ្ទេចខ្ទីគ្មានសល់មួយចំនួនទៅមួយចំនួនមួយចំនួនទៅមួយចំនួនតើព្រះយេស៊ូវបានចង់បង្រៀនអ្វីដល់ពួកគេពួកសិស្សហើយពេលនោះឃើញថាព្រះយេស៊ូវកំពុងតែយាងចូលក្រុងយេរូសាឡិមឲ្យព្រះអង្គចាត់ព្រះអង្គបានវាយកំទេចផ្ដួលរំលំព្រះអ្វីដែលព្រះវិហារពួកសាសយូដាគេធ្វើនោះគេលុកដូរព្រះអង្គក៏ចាប់ដើមផ្កាប់តុកខ្លះគេយកកន្លែងលុកជាមលុកប្រពេអញ្ចឹងទៅព្រះអង្គផ្កាប់ចោលហើយអញ្ចឹងទៅក្រោយមកពេលព្រះអង្គចេញមកក្រៅក្រុងស្រាប់តែពួកសាវកទាំង12បានសួរព្រះយេស៊ូវហើយពួកសិស្សគេបានប្រាប់ណែនាំព្រះយេស៊ូវថែមទៀតថាគេប្រាប់ពីព្រះយេស៊ូវថាអូចេញក្រៅក្រុងមានអីគេមានជ្រុះគេក្រុននៅក្នុងជុំវិញព្រះវិហារយេរូសាឡិមពីសម័យព្រះយេស៊ូវហ្នឹងមានភ្នំដើមអូលីវមានកន្លែងមួយពីរណែនាំនៅព្រះវិហារហ្នឹងឯងធម្មតាយើងមើលពិនិត្យមើលនៅក្រុងយេរូសាឡិមខ្ញុំមិនបានទៅទេប៉ុន្តែយើងមើលតាមរូបភាពតាមឯកសារកន្លែងព្រះវិហារក្រុងយេរូសាឡិមសពថ្ងៃនេះគឺជាព្រះវិហារថ្មីប៉ុន្តែកន្លែងព្រះវិហារចាស់គឺជាកន្លែងចម្រុងចម្រាស់ហើយព្រះវិហារសម័យនោះមានកន្លែងបរិសុទ្ធបំផុតបរិសុទ្ធទីលានខាងក្រៅហើយទីលានខាងក្រៅគឺសម្រាប់សាសដតីថ្វាយបង្គំកន្លែងបរិសុទ្ធហ្នឹងកន្លែងពួកសាសយូដាបរិសុទ្ធបំផុតនោះកន្លែងដែលសំចូលទៅថ្វាយបង្គំជួបជាមួយព្រះអង្គផ្លាស់ប្ដូរវេនហើយមានភាពតឹងរឹងមែនទែនកន្លែងថ្វាយបង្គំនោះប៉ុន្តែនៅពេលដែលពួកសាវកព្រះយេស៊ូវបានប្រើការបង្រៀននិងសេចក្តីប្រៀបប្រដូចផ្សេងប្រាប់ប្រជារាស្ត្រឲ្យបានដឹងពីការចាក់ចែងរបស់ព្រះអង្គទៅឆ្ងាយ
nâng ca vươn một bình không sợi rung rương chỉ bê trong cõiនៃពិភពផែនដីបាទអរគុណព្រះអង្គពីជាសេចក្តីប្រាថ្នាឲ្យខ្ញុំឲ្យចំណងជើងថាហេតុការណ៍ពេលអនាគតនៃផែនដីនឹងជាការជំនុំជម្រះចុងក្រោយផងដែរពួកសិស្សព្រះអង្គបានភ្ជាប់រឿងនេះទៅនឹងទំនាយពីការដួលរលំរបស់ក្រុងយេរូសាឡិមហេតុនេះបានជាពួកសិស្សគេភ្ជាប់រឿងនេះពីព្រោះទីក្រុងយេរូសាឡិមត្រូវរ៉ូមគ្រប់គ្រងហើយពួកសាសយូដានោះឯងគេយកក្រុងទៅលុកដូរហើយព្រះយេស៊ូវបានផ្សាយដំណឹងល្អពីណាសារ៉េតឈ្មោះមកក្រុងយេរូសាឡិមដើម្បីប្រកាសព្រះបន្ទូលឲ្យព្រះអង្គចូលក្រុងយេរូសាឡិមបានវេកំតិចហើយនឹងព្រះអង្គធ្វើការឲ្យព្រះអង្គចាក់ចេញពីក្រុងហើយព្រះអង្គមានបន្ទូលប្រាប់ទៅដល់ពួកសិស្សនៅក្នុងខ3ថារួចកាលទ្រង់គង់លើភ្នំដែលម៉ូលីវនោះពួកសិស្សមកឯទ្រង់ដោយឡែកទូលសួរថាចូលប្រាប់យើងខ្ញុំតើការទាំងនេះកាលណានឹងមកដល់តើមានទីសម្គាល់កាលណាទីទ្រង់យាងមកហើយពីបំផុតកាលពួកសិស្សឆ្ងល់បាទពួកសិស្សឆ្ងល់នៅពេលដែលព្រះយេស៊ូវមានបន្ទូលមួយទៀតនៅខាងចុងខ2នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្មដែលមិនត្រូវទម្លាក់ចុះនោះទេនៅពេលអនាគតខាងមុខព្រះយេស៊ូវបានប្រាប់ពួកសិស្សថាគ្មានថ្មហើយនឹងថ្មត្រួតលើគ្នាទៀតទេបើសិនជាយើងមើលពាក្យថ្មគឺសំដៅទៅលើអង្គព្រះយេស៊ូវប៉ុន្តែសូមកុំភ្លេចថាព្រះអង្គឲ្យរហស្សនាមទៅពេត្រុសហៅថាសិលាដែរថ្មដែរប៉ុន្តែថ្មពេត្រុសថ្មសិលាពេត្រុសគឺឬសូមវណ្ណងើ3ដងអត់ស្គាល់ព្រះអង្គប៉ុន្តែពេលនេះថ្មត្រួតលើថ្មមានន័យថ្មសំដៅទៅលើអង្គព្រះយេស៊ូវព្រះអង្គមានបន្ទូលថានៅពេលមួយគ្មានថ្មត្រួតលើថ្មទៀតទេបច្ចុប្បន្នមានអាចមានបានគេឌៀនខ្មាស់អ្នកជឿព្រះយេស៊ូវគេឌៀនខ្មាស់ព្រះយេស៊ូវគេមើលស្រាលគោលបំណងរបស់ព្រះអង្គគេអត់យល់អំពីស្ថានភាពទៅអនាគតគេមើលតែបច្ចុប្បន្នគេមើលតែពីអ្វីដែលគេកំពុងតែប្រព្រឹត្តប៉ុន្តែគេអត់បានយល់អំពីអនាគតកាលបាទដូច្នេះពួកសិស្សព្រះអង្គបានភ្ជាប់រឿងនេះទៅនឹងទំនាយពីការដួលរលំរបស់ក្រុងយេរូសាឡិមហេតុនេះហើយបានជានៅពេលព្រះយេស៊ូវមានព្រះបន្ទូលពីមហន្តរាយនៃព្រះវិហារពួកសិស្សព្រះអង្គភ្ជាប់រឿងនោះទៅនឹងការយាងត្រឡប់មកវិញរបស់ព្រះមេស៊ីនិងទីបញ្ចប់នៃពិភពលោកពួកគេសួរព្រះអង្គថាតើមានព្រឹត្តិការណ៍អ្វីកើតឡើងមុននឹងព្រឹត្តិការណ៍ដ៏ធំបំផុតនេះកើតឡើងពេលខ្លះខ្ញុំសួរដែរខ្ញុំសួរតើមានព្រឹត្តិការណ៍អ្វីកើតឡើងបច្ចុប្បន្នហើយទៅអនាគតសញ្ញាប់យើងជាអ្នកជឿព្រះអង្គពេលខ្លះអនាគតកាលយើងមានប្រវត្តិជូរចត់អញ្ចឹងណាដូចជាគាត់បានធ្វើទីបន្ទាល់អំបញ្ញមិញប្រវត្តិជូរចត់ពេលដែលបានទទួលជឿព្រះអង្គធ្លាក់ជឿហើយធ្លាក់ទៅឲ្យឡើងមកវិញធ្លាក់ទាំងជំនឿទាំងសេដ្ឋកិច្ចនេះគឺជារឿងសំណួរហើយពួកសិស្សព្រះអង្គដើរជាមួយព្រះអង្គក៏កំពុងតែសួរដែរថាតើអនាគតយ៉ាងម៉េចបានជាព្រះអង្គមានទូលថាថ្មត្រួតលើថ្មហ្នឹងហើយអ្វីដែលកើតឡើងថ្មនៅលើថ្មទៀតមុននឹងព្រឹត្តិការណ៍ដ៏ធំបំផុតនេះកើតឡើងនៅក្នុង
ព្រឹកពីម៉ាថាយចំពុក1ខ3ហ្នឹងក៏បានយើងបានអានរួចបាញ់មិញហើយបាទដូច្នេះព្រះយេស៊ូវតបនឹងពួកគេថាមហន្តរាយនៃក្រុងយេរូសាឡិមនិងព្រះវិហារមិនតាក់ទងទៅនឹងការយាងមករបស់ព្រះមេស៊ីនិងទីបញ្ចប់នៃពិភពលោកទេពួកសិស្សគេកំពុងសួរព្រះអង្គគេគិតថាប្រហែលជាព្រះយេស៊ូវយាងមកដើម្បីនាំឯករាជ្យដល់ប្រទេសជាតិរបស់គេពីព្រោះប្រទេសអ៊ីស្រាអែលកំពុងតែជន់ឈ្លីទៅដោយមហាអំណាចជាច្រើនរាប់មិនអស់មួយហើយមួយទៀតមួយហើយមួយទៀតបាទយើងមើលប្រវត្តិសាស្ត្រវិញសម័យព្រះយេស៊ូវមានន័យថាការនេះកើតឡើងជាញឹកញាប់ចំពោះពួកអ៊ីស្រាអែលហេតុអីហ្នឹងហើយបានជាកូនចៅអ៊ីស្រាអែលបាទភាគច្រើនចេះភាសាច្រើនចាប់ពី2ទៅ3ឡើងភាសាក្រិកភាសាហេប្រឺសាឡាតាំងហេតុអីបើយើងមើលអំពីប្រវត្តិរបស់ព្រះអង្គដែលមើលនៅក្នុងសម័យព្រះយេស៊ូវយើងឃើញថាវិបត្តិនយោបាយវិបត្តិសង្គមបានកើតមានឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនៅក្នុងពួកយូដាមិនមែនតែសម័យព្រះយេស៊ូវទេប៉ុន្តែបើយើងមើលសម័យខាងដើមទៀតមានន័យថាការជនជាតិយូដានិងសាសនាគេវាពាក់ព័ន្ធខ្លាំងមែនទែនក្នុងសម័យព្រះយេស៊ូវស្ថានភាពសង្គមសាសនានិងនយោបាយមានសភាពខុសប្លែកគ្នាពីសម័យព្រះគម្ពីរសញ្ញាចាស់ជាខ្លាំងការផ្លាស់ប្ដូរជាច្រើនបានកើតឡើងនៅចន្លោះចុងសម័យព្រះគម្ពីរសញ្ញាចាស់និងដើមសម័យព្រះគម្ពីរសញ្ញាថ្មីយើងដឹងហើយចុងសញ្ញាចាស់និងដើមសម័យសញ្ញាថ្មីមានពាក់ព័ន្ធការប្រសូតរបស់ផងព្រះយេស៊ូវចឹងនៅពេលដែលព្រះអង្គចាប់ផ្ដើមប្រសូតឡើងមានបញ្ហាជាច្រើនដែលយើងបានសិក្សាជាមួយគ្នាហើយយើងបានដឹងហើយពីការប្រសូតរបស់ផងព្រះអង្គហើយការពីការតាំងពីជប់ចាប់អង្គមានផ្ទៃជាមួយនឹងនាងម៉ារីហើយទេវតាបានរៀបចំផែនការនឹងឡើងក្នុងការដែលចាប់កំណើតអង្គព្រះយេស៊ូវបបហេតុដើមនៃការផ្លាស់ប្ដូរនេះមានឫសគល់នៅក្នុងសង្គមជាតិអ៊ីស្រាអែលតាំងពីសម័យរាជវង្សស្ដេចដាវីតម៉េះនៃព្រះគម្ពីរសញ្ញាចាស់បើយើងសង្កេតមើលទៅព្រឹត្តិការណ៍ខ្លះៗនិងការអភិវឌ្ឍមួយចំនួនក្នុងប្រទេសអ៊ីស្រាអែលវានឹងជួយយើងឲ្យបានយល់ពីជីវិតនិងសកម្មភាពរបស់ព្រះយេស៊ូវចឹងព្រឹត្តិការណ៍ពីប្រវត្តិសាស្ត្រជាច្រើនឆ្លុះបញ្ចាំងព្រះយេស៊ូវឆ្លុះបញ្ចាំងឥឡូវនេះព្រះយេស៊ូវចាប់ដើមធ្វើពន្ធកិច្ចព្រះអង្គចាប់ដើមមានបន្ទូលដល់ពួកសិស្សបង្រៀនពួកសិស្សប្រាប់ថាអនាគតគ្មានថ្មណាត្រួតលើថ្មទៀតទេមានន័យថាគ្មានអង្គណាមួយត្រួតលើព្រះយេស៊ូវទៀតទេមានតែព្រះយេស៊ូវមួយតែប៉ុណ្ណោះដែលព្រះអង្គគ្រប់គ្រងទាំងអស់ដូច្នេះចំណុចទី1ដែលយើងត្រូវសិក្សាជាមួយគ្នាព្រះអង្គយើងត្រូវតែសិក្សាអំពីរបៀបការប្រៀបធៀបរបស់ផងព្រះយេស៊ូវមានរឿងជាច្រើនដែលព្រះអង្គបង្រៀនពួកសិស្សជារបៀបប្រៀបធៀបតាក់ទងនឹងក្របពូជតាក់ទងទៅនឹងស្ត្រីព្រហ្មចារីរឿងជាច្រើនព្រះអង្គច្រើនតែបង្រៀនជារបៀបប្រៀបធៀបហើយពួកសិស្សតែងតែមិនយល់តែងតែសួរដល់ព្រះយេស៊ូវយើងលោកអ្នកបងប្អូនដូចគ្នាពេលខ្លះយើងអានអត់យល់ហើយយើងឃើញថាសាមញ្ញធម្មតាប៉ុន្តែអត្ថន័យយ៉ាងជ្រាលជ្រៅផ្ដោតទៅលើអនាគតកាលនៃអ្នកជឿដែលព្រះយេស៊ូវបានរៀបចំផែនការសម្រាប់យើងអ្នកជឿដើម្បីឲ្យយើងនឹងមានសង្ឃឹមទោះបើជាអតីតកាលយើងមានប្រវត្តិជួចចត់ជំនឿយើងផ្លាស់ប្ដូរឬក៏យើងខ្សោយល្វើយយ៉ាងណាក្តីប៉ុន្តែព្រះអង្គកំពុងតែរៀបចំអនាគតសម្រាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំឥឡូវនេះយើងកំពុងតែទទួលការវាយប្រហារពី
nét đài mà bạn chưa bởi dương thì dây ở khang bị nhiên bính miền đây tha rẽ xa tăng bia mình bàn ao dương sự nọc sọc sưu tê chẳng nửa bây giờ dân chưa dân thử thay sừng ba đôi chị mê riêng nơi sắp đam môn này nhóm bàn bằng riêng dương đánh khá tới tá chôm chạp rộp chùm nách sách đây bằng riêng bó phong về Giê-xu áo chóp từ không chỉ vật dương trời ca án trời ca pi nứt pre bằng tu trời ca tư than tu từ bọn chiaประจำdương mình ai ngày nâng an mùi kiểu phụ sai làng chốc khăn sai làng chốc an pi kiểu phụ mà tật khói chốc rư mặc hài thế chẳng cả na mùi chật lót này dương mình ai chóp cho mùi pre bằng tu nâng rẽ sao tăng vì ai miên ọc cả bê nóng anh đại vi chi ọc cả bạn đây quạt bạn vậy mình ngó luôn ai chưa bọn hãy đấy bạn chia có mấy hãy đi du nó hay nơi tại khó hãy nơi tại về tình yêu mẹ về khai chân miên ọt ban chua việc vì vô hàng man bạp thá đám hơi nặng mẹ cái năm mẹ mình ban chua nặng côn tế mình ban họ lái tế tay sụp bồn chúng ta chỉ bí ti bằng chóp mình toàn một đầu tề sọt ngày ní hở mình nuôi chỉ tràn cái kết tha Christian cái bảo giật dương cho anh thằng chết đấy và đây dương kết mơ cả chết nắng đã tăng bị bền hà màu hết đấy ban chia pu Israel cái chắp đàm thôn tròn chỉ vật cái chỉ bảo bọt sang bảo phòng chỉ pu cái tại mà đó và vì bộ cái miền chỉ vật chu chặt khang á bản thân thì dương ban bình lật bờ tờ và hồ đo sọc ngày ní ở miền này chết khang na chia mật phẹ hay dương mưa tịch tới hay bỏ sân chỉ mưa phải chia chôn bỏ Israel hay phải tịch trung bình vấn đề là nước Israel vì thưa ba Palestine chẳng thôn họ lời tì krong đam ma môi ha chắc là đi ma đam ma làng tịch địch tấm tì krong sắt ta tia buồn pram chọn nọc chọn làng riệp đôi cực tệ miền ông khá sắp chia tới chùm núi Israel và khen ăn áo tới đó tiền cắt đạch tất lơ và bị phụ đời xa ta cầm hằng vụ ấy ca song sắc ca cùng mông trên này ai đại thôi ao Israel miền cùng nông trực khăn men ten rồi đó về chi chun Israel thì mối cứ bây giờ giúp cứ sắp tại con tôi học cái khai sĩ vân là bạn sĩ vân đấy nè bây giờ giúp cứ theo hạt tọt cho họ cái hạt đang pin nơi sờ lá ai con cứ mấy hạt ai trâu thoáng xe oi đằng là lưu sâu sùng lấy tao rót thập bị ba và cắt cái trâu lọc bà ra chân miền hay ta nó cả đại thôi sừng kìm mà té cú ai sọc đài bà tí bên chóc mình toàn bằng đo tê đò ráp na đầm nâng là ó mình toàn bàn sọc sai tới tu tiang bị phục lộ bà bê khla mình nút kết bộ Israel có kết thập bê na bê lia na nâng chắp bên chóc cách ca rương bị phục lộ đi và nâng chết một đau về các cái bọn sát ta bọn ông nó còn từng thàn ô prong ơi vì bạn đã sọt thằng ai xong ông diêm một chừng nông chừng rẽ phụ rẽ năng ỏi và phụ thức tục bốc mình nên đó nhóm khăn là chưa chạp còn ta sinh nhà bọn mình bán khoa nhóm pi riêng ở vay đáy phụ mình nút kết nút tê và bộ kế mình trừ và tốt nâng ca riêng mò bọc phòng privacy nâng ti bánh chọc này bị phục lùng tề bộ kế mình trừ chưa biết cho cha mà ràng ní cứ chia ca môi đá bọn trong riêng như thế bộ kế mình trừ chưa biết cho cha mà rám đáy bộ kế ai nâng lưu chỉ nhật nhọp thá
ព្រះមេស៊ីបានយាងមកវិញហើយនោះថានឹងមានពួកហោរាខ្លែងជាច្រើនដែលព្យាយាមអូសទាញបាទនៅឆ្នាំប្រមាណមុនប្រហែលជា10ឆ្នាំមុនមានដាក់ផ្លាកតាមទីក្រុងព្រះយេស៊ូវមកថ្ងៃនេះបាទព្រះយេស៊ូវមកថ្ងៃនោះហើយឥឡូវហ្នឹងមានប្រកាសអ្នកមកទៀតដែរបើមិនជឿតាមក្រុមគេទេអានោះពួកអត់បានទេគឺថាក្រុមចុងក្រោយឯងពួកគេហ្នឹងក្រុមដំណឹងល្អចុងក្រោយឯងបើមិនជឿក្រុមគេនេះមិនបានបរិសុទ្ធទេបាទហើយបើមិនជឿទេប៉ុន្តែព្រះអង្គចង់មានបន្ទូលប្រាប់ពួកសិស្សថាចូលប្រយ័ត្នពួកនេះគេយកគេនាំដើម្បីឲ្យយើងវង្វេងតាមគេយកលៀបសក្ការៈដែលព្យាយាមអូសទាញមនុស្សឲ្យដើរតាមពួកគេក៏មិនត្រូវគិតថារាល់សង្គ្រាមគ្រោះទុរ្ភិក្សរំជួយដីជំងឺគឺជាបញ្ហាបញ្ជាក់ថាទីបញ្ចប់នៃពិភពលោកជិតដល់ដែរបាទអញ្ចឹងយើងបានគិតមើលអាននៅក្នុងខ4និងខ8ខ្ញុំសូមអានជូនខ4និងខ8បានបញ្ជាក់ប្រាប់ពីកន្លែងនេះខ4ដល់ខ8ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថាចូលប្រយ័ត្នក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងបិទនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថាខ្ញុំនេះជាព្រះគ្រីស្ទហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផងខ6អ្នករាល់គ្នានឹងឮនិយាយអំពីចម្បាំងនិងដំណឹងពីចម្បាំងនោះកុំឲ្យមានចិត្តថប់បារម្ភឡើយត្បិតការទាំងនោះត្រូវតែមកដល់តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេខ7ពីព្រោះសាសមួយនឹងលើកគ្នាទាស់នឹងសាសមួយនគរមួយទាស់នឹងនគរមួយហើយនឹងកើតមានអំណត់ជំងឺអសន្នរោគនិងក៏ក្រើកដីនៅកន្លែងផ្សេងតែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេគ្រាន់តែជាដើមចមនៃសេចក្តីទុក្ខទេអ្វីដែលកើតនៅក្នុងពិភពលោកសពថ្ងៃនេះអត់តាន់ដល់ទេអញ្ចឹងហើយកុំឲ្យចាញ់បោកអ្នកដែលមកបបួលយើងមកឥឡូវហើយព្រះយេស៊ូវខ្លះផ្សាយដំណឹងល្អតាព្រះយេស៊ូវចិត្តយើងមកជំនុំជម្រះជឿព្រះទៅថ្វាយបង្គំគំរាមកំហែងបាននោះវាគាត់យល់មួយផ្សេងពួកសាខយល់បែបនោះដែរពីព្រោះគេរងការជិះចាប់គេចង់ឲ្យព្រះយេស៊ូវបកស្រាយឲ្យត្រូវនឹងចិត្តគេបាទគេសង្ឃឹមថាព្រះយេស៊ូវនឹងវាយបំបាក់ខ្មាំងសត្រូវទាំងអស់នោះវាយបំបាក់ពួកជនជាតិដូនដេញទៅស្រុកអស់ទៅអានអ៊ីស្រាអែលគេគ្រប់គ្រងប្រទេសរបស់គេឯករាជ្យបាទអញ្ចឹងគេមានកំណត់បែបនោះប៉ុន្តែព្រះយេស៊ូវមិនមានប្រហារតែងដូច្នោះទេដូច្នេះទីបញ្ចប់មិនទាន់ដល់ទេដរាបណាដំណឹងល្អមិនទាន់ទូទាំងពិភពលោកបាទនេះគឺជាភារកិច្ចលោកអ្នកបងប្អូនដរាបណាដំណឹងល្អហើយគោលដៅនេះនឹងបានសម្រេចដោយឆ្លងកាត់ឧបសគ្គជាច្រើនបាទត្រូវតែតលតែដំណឹងល្អបានលឺដល់ចុងបំផុតកលផែនដីហ្នឹងបានព្រះអង្គយាងមកអ្នកបម្រើព្រះត្រូវពួកសត្រូវបៀតបៀននិងមិត្តភ័ក្តិក្បត់ហើយមានមនុស្សជាច្រើនត្រូវគេសម្លាប់មានតែសេចក្តីស្រឡាញ់និងជំនឿឥតកែប្រែចំពោះព្រះជាម្ចាស់ទេដែលអាចជួយអ្នកដែលនៅរស់អាចឆ្លងកាត់ដំណាក់កាលនេះបានសំខាន់លោកអ្នកបងប្អូនមានតែសេចក្តីស្រឡាញ់និងជំនឿប៉ុណ្ណោះដែលអាចឆ្លងកាត់ឧបសគ្គទាំងអស់នោះទាំងទុក្ខលំបាកទាំងការបៀតបៀនចឹងហើយបានជានៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនៅសញ្ញាថ្មីសម្បត្តិក៏ដូចគ្នាដែរ
និយាយសេចក្តីស្រឡាញ់និយាយសេចក្តីដែរកាត់ពីនៃទាំង10ឲ្យនៅតែ2ទី1ស្រឡាញ់ព្រះអង្គទី2ស្រឡាញ់អ្នកជិតខាងខ្លួនគឺនៅតែសេចក្តីស្រឡាញ់គឺជាប្រធានបទធំនៅក្នុងព្រះគម្ពីរទាំងមូលមានជំនឿនិងសេចក្តីស្រឡាញ់តែប៉ុណ្ណឹងភាគច្រើននៅក្នុងបទគម្ពីរនិយាយពាក្យនេះច្រើនមែនតើជំនឿយ៉ាងម៉េចជឿលើអ្នកណាគេជឿលើអ្នកណាមួយទុកចិត្តអ្វីបានជាព្រះអង្គជំរុញឲ្យយើងសិក្សាព្រះបន្ទូលឬក៏អានព្រះគម្ពីរឲ្យមែនតើហើយនឹងសួរសំណួរទៅព្រះអង្គបង្រៀនអីដល់ខ្ញុំទុំគុំត្រូវធ្វើអីទៀតទុំគុំហាក់ដូចមិនយល់តែសូមឲ្យព្រះអង្គចាំបានប្រទានពរនោះព្រះបន្ទូលនីមួយបង្រៀនលោកអ្នកបងប្អូនទោះបីជាគេរងទុក្ខរហូតដល់បាត់ជីវិតក៏ដោយតែព្រះជាម្ចាស់បានរៀបចំកន្លែងសម្រាប់គេនៅឯឋានសួគ៌របស់ព្រះអង្គម៉ាថាយចំពុក24ខ9ដល់14យើងអត់មានពេលបាទម៉ាថាយចំពុក24ខ9ដល់14បញ្ជាក់ប្រាប់ពីជំនឿហើយនឹងសេចក្តីស្រឡាញ់យើងទ្រាំទ្រជាបានហើយយើងសម្លឹងទៅមើលអង្គព្រះយេស៊ូវគ្រីស្ទនោះយើងព្រះអង្គនឹងរៀបចំកន្លែងដែលសុខសាន្តដែលយើងត្រូវទទួលយើងត្រូវដឹងថាអនាគតដែលព្រះអង្គរៀបចំសម្រាប់លោកអ្នកបងប្អូនហើយនឹងខ្ញុំវាស្ថិតនៅលើយើងជាប់ជាមួយព្រះអង្គទោះបីជាមនុស្សរស់នៅចំនួនព្រះយេស៊ូវមិនអាចមើលឃើញព្រឹត្តិការណ៍ចុងក្រោយនៃប្រវត្តិសាស្ត្រពិភពលោកក៏ដោយក៏មានមនុស្សជាច្រើនបានឃើញស្រមោលនៃភាពតក់ស្លុតក៏ឃើញស្រមោលនៃភាពតក់ស្លុតនឹងនៅក្នុងជីវិតដែលធ្វើឲ្យពួកគេរវីងជូរចត់បាទពីព្រោះអីពីព្រោះគេនឹងរស់នៅទាន់ព្រឹត្តិការណ៍មហន្តរាយនៃក្រុងយេរូសាឡឹមដែលបង្កឡើងដោយពួករ៉ូមនេះចំណុចមួយដែលពួកសិស្សបានសួរព្រះអង្គចង់ប្រាប់ថានៅឆ្នាំ70ក្រុងយេរូសាឡឹមនឹងដួលរលំនៅពេលដែលព្រះអង្គចូលក្រុងយេរូសាឡឹមព្រះយេស៊ូវប្រហែលជាមានបច្ចុប្បន្ន30ឆ្នាំជាងប៉ុន្តែបើសិនជាយើងរាប់មែនតែនទៅព្រះអង្គប្រសូតនៅមុន7ឆ្នាំនៃគ្រិស្តសករាជប៉ុន្តែនៅក្នុង30នៃគ្រិស្តសករាជហ្នឹងគឺព្រះអង្គបានចូលក្រុងយេរូសាឡឹមហ្នឹងធ្វើកិច្ចការទាំងអស់នៅក្នុងព្រះវិហារប៉ុន្តែព្រះអង្គមានបន្ទូលទុះទាយទៅអនាគតទី1កំណត់ដែលពួកយូដាគេបានខ្វាយខ្វល់ប្រទេសគេបានទៅសង្គ្រាមបានមហាអំណាចគ្រប់គ្រងពួករ៉ូមគេគិតថាព្រះអង្គនឹងគ្រប់គ្រងលើគេហើយរៀបចំបានប្រសើរតេតងទៅនឹងសង្គមនយោបាយនៅក្នុងប្រទេសប៉ុន្តែព្រះអង្គបានមានបន្ទូលទៅពួកគេមិនតែប៉ុណ្ណោះមិនតែពួកអំណាចទាំងនោះទាំងអស់នោះធ្វើប៉ុន្តែគេនៅរំលាយក្រុងយេរូសាឡឹមទាំងបន្តទៅទៀតគេនឹងរំលាយពីព្រោះក្រុងយេរូសាឡឹមគឺជាបេះដូងពួកអ៊ីស្រាអែលបាទនៅពេលឆ្នាំ70យើងឃើញថាមានការឈឺចាប់ខ្លាំងមែនទែនបាទដែលមានការនៅក្នុងព្រះគម្ពីរបាននិយាយជាច្រើនបាទតាក់ទងទៅក្នុងឆ្នាំ70នឹងឯងនៅក្នុងម៉ាថាយចំពុក24ខ15 22បាទតាក់ទងដល់ហោរាដានីយ៉ែលដែលទស្សទាយនឹងពួករ៉ូមកំទេចនៅឆ្នាំ70នឹងទៀតបាទយើងអត់មានពេលអានទេនៅក្នុងព្រះគម្ពីរបានច្រើនដែលយើងសិក្សានេះក្នុងពេលនោះបញ្ហាទាំងអស់នោះកើតកាន់តែច្រើនឡើងពួកហោរាคล้ายនឹងព្យាយាមអូសទាញសិស្សព្រះយេស៊ូវឲ្យចោះចូលនឹងក្រុមរបស់គេពួកគេមានល្បិចកលអាក្រក់និងពាក្យសម្ដីពីរោះបញ្ឆោតអ្នកដតីថាព្រះមេស៊ីបានជាងមកវិញហើយព្រះអង្គកំពុងតែលាក់ខ្លួននៅកន្លែងមួយរងចាំដឹកនាំសិស្សរបស់ព្រះអង្គទៅរកជ័យជំនះសិស្សរបស់ព្រះយេស៊ូវមិនត្រូវជឿលើពាក្យចចាមអារាមទាំងនោះទេបាទការយាងត្រឡប់មកពីមកវិញរបស់ព្រះយេស៊ូវនឹងគ្មានអ្នកណាដឹងជាមុនឡើយព្រះអង្គយាងមកជាចំហប្រកបដោយ
អំណាចចេស្តាដូចជារស្មីរន្ទះនៅពេលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ព្រះអង្គនៅលើលោកនេះមនុស្សគ្រប់គ្នានឹងបានឃើញច្បាស់បាទថ្ងៃមួយយើងនឹងឃើញព្រះយេស៊ូវយ៉ាងច្បាស់ជាក់ច្បាស់ថ្ងៃមួយមិនចាំនរណាមកប្រាប់យើងទេមិនចាំនរណាមកបួងយើងទេថ្ងៃមួយយើងនឹងឃើញមុខទល់នឹងមុខបាទព្រះយេស៊ូវនឹងមិនយាងមកនៅពេលក្រុងយេរូសាឡឹមកំពុងតែដួលរលំនោះទេហើយក៏មិនមកក្រោយពេលនោះភ្លាមដែរទំនាយរបស់ព្រះយេស៊ូវហាក់ដូចជារងចាំឲ្យដល់ពេលវេលារបស់វាបើសិនជាដូច្នោះមែនគឺមានស្ថានភាពដូចគ្នាមួយកើតឡើងនៅក្នុងគ្រិស្តសករាជ70ប៉ុន្តែមានភាពទូលំទូលាយជាងហើយនឹងតាមតឹងជាងផងអំណាចធម្មជាតិនៅលើលោកនិងលំហអាកាសនឹងជ្រួលច្បល់ជាតិសាសន៍នានានិងចលាចលហើយមនុស្សនៅគ្រប់ទីកន្លែងនឹងស្ថិតក្នុងភាពភ័យខ្លាចអ្វីនៅលើលោកនឹងត្រូវបញ្ចប់ហើយព្រះយេស៊ូវនឹងយាងមកក្នុងអំណាចចេស្តានិងសេរីរុងរឿងដើម្បីនឹងសង្គ្រោះរាជរបស់ព្រះអង្គហើយនឹងជំនុំជម្រះពុកសត្រូវអាមែននេះដែលយើងមានសង្ឃឹមប៉ុន្តែឲ្យសង្ឃឹមយើងមានជ័យជំនះលើពួកអរិយសពថ្ងៃនៅផែនដីនេះគ្មានផ្លូវទេអ្វីដែលយើងមានផ្លូវមានតែមួយគត់យើងនៅតែបង្ហាញអំពីសេចក្តីស្រឡាញ់របស់យើងទៅដល់ពួកគេនៅតែបង្ហាញសេចក្តីជំនឿជឿជាក់លើអង្គព្រះយេស៊ូវដែលជាព្រះអង្គជាអ្នកដឹកនាំយើងសំខាន់បំផុតដើម្បីឲ្យយើងបានរឹងមាំជំនឿបង្ហាញពីសេចក្តីស្រឡាញ់យើងត្រូវតែជាប់ដូចជាមួយព្រះអង្គសិក្សាព្រះបន្ទូលអធិដ្ឋានឥតជប់ចោលពេលខ្លះយើងមានតែសេចក្តីអធិដ្ឋានមានតែសេចក្តីអាណិតអាសូរតែប៉ុណ្ណោះថាតើពេលណាដំណឹងល្អបានឮជុំវិញនេះព្រះបន្ទូលសន្យាថាបើដំណឹងល្អមិនទាន់លើគ្រប់ជ្រុងជ្រោយទេផែនការព្រះអង្គត្រង់ហើយទេចឹងព្រះមានផែនការដល់រាជរបស់ព្រះអង្គឲ្យមនុស្សទាំងអស់បានទទួលស្គាល់ព្រះយេស៊ូវទាំងអស់គ្នាពេលនោះថ្មនឹងលែងត្រួតលើថ្មទៀតហើយអេមែនបើមិនទាន់ទេនៅតែត្រួតលើគ្នាចឹងអ្នកមិនជឿត្រួតលាក់ដែលជឿនឹងឯងព្រោះមកគ្រួសារជឿតែម្នាក់ពីម្នាក់ហ្នឹងប្រហែលអ្នកនោះត្រួតបងថាមុខថាក្រោយអ្នកជឿចង់ស្រួលជប់ដែរមើលទៅដូចយ៉ាប់ដែរនេះគឺជាបញ្ហាដែលព្រះអង្គចង់បង្រៀនចឹងមានតែលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំជឿតែខ្ញុំនិងលោកអ្នកបងប្អូនមិនមានគ្រួសារណាមួយបានជឿទាំងអស់ទោះបើមានជឿទាំងអស់ហើយក៏កំពុងតែមានបាក់បែកចេញដែរតើធ្វើយ៉ាងម៉េចមួយទៀតចំណុចមួយទៀតដែលព្រះអង្គយាងមកដល់នៅអំណាចបច្ចេស្តានិងសេរីរុងរឿងដើម្បីនឹងសង្គ្រោះរាជរបស់ផងព្រះអង្គហើយនឹងជំនុំជម្រះមនុស្សទាំងនោះដែលមានន័យថាយើងចង់ប្រាប់គេអស់ចិត្តអស់ខ្លាំងអ្នកទាំងអស់នោះឯងហើយយើងពេលនោះលែងមិនទៅសគាមថ្មីអីទេពេលដែលព្រះអង្គជាមកជំនុំជម្រះមានន័យថាព្រះអង្គចែកជាពីរហើយអ្នកកូនព្រះអង្គទៅផ្សេងអ្នកមិនជឿនៅផ្សេងហើយមេអរិយកំពុងតែនៅចាំអីគេចាំផ្លូវជឿកន្លែងជំហុកធំមានទាំងភ្លើងហើយព្រះអង្គមានមើលព្រះអស់ឲ្យអ្នកដែលមិនបានទទួលស្គាល់ព្រះអង្គទម្លាក់ទៅហើយពួកវាអូសក្រុមនោះឲ្យគ្មានបងគ្មានប្អូនណាដែលធានាបានទេ
គ្មានអាចទៅនាបានទេពេលនោះគឺតែចូលហេតុនេះហើយបានជាព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលហើយមានបន្ទូលទៀតតាមពិតពាក្យសាមញ្ញដែលយើងត្រូវសិក្សាដែលព្រះអង្គប្រទានតាក់ទងទៅនឹងរឿងការប្រៀបធៀបដូចជាស្ត្រីព្រហ្មចារីគឺតាក់ទងដែលព្រះអង្គចាស់បង្រៀនយើងហើយយើងស៊ីជម្រៅបំផុតដែរពេលខ្លះយើងអត់យល់អំពីព្រះរបស់អរគុណដល់ព្រះអង្គចាស់សូមទិដ្ឋានជាមួយខ្ញុំព្រះអង្គចាស់ហើយទុំគុំសូមអរគុណព្រះអង្គណាស់ខ្ញុំដឹងថានៅលើផែនដីនេះព្រះអង្គទ្រង់ជាអ្នកបង្កើតហើយព្រះអង្គក៏គ្រប់គ្រងអនាគតកាលក៏ព្រះអង្គក៏រៀបចំអ្វីដែលទុំគុំមានទុំគុំនឹងជឿដល់អង្គព្រះយេស៊ូវគ្រីស្ទអស់មួយជីវិតនៃទុំគុំសូមឲ្យយើងខ្ញុំបងប្អូនយើងខ្ញុំពួកជំនុំយើងខ្ញុំអ្នកជឿគ្រប់គ្នានៅតែតស៊ូអត់ធ្មត់សេចក្តីជំនឿអត់ធ្មត់ការបៀតបៀនទោះបីមានបញ្ហាយ៉ាងណាក៏ដោយបងហើយសូមកុំឲ្យប្រលឹងបងប្អូនទុំគុំមួយណាបានបែកចេញពីព្រះអង្គឡើយសូមអរគុណព្រះអង្គបិទព្រះអង្គមានបន្ទូលយ៉ាងច្បាស់អនាគតព្រះអង្គនឹងត្រូវជំនុំជម្រះមនុស្សដែលមិនបានជឿព្រះអង្គហើយសេចក្តីសន្យាដែលព្រះអង្គមានបន្ទូលយ៉ាងច្បាស់ថាព្រះអង្គចង់ឃើញមនុស្សទាំងអស់បានទទួលព្រះអង្គលើកដំកើងព្រះអង្គបបោមាត់គេបានច្រៀងថ្វាយព្រះអង្គបរិសុទ្ធបរិសុទ្ធបងឲ្យសូមអរគុណព្រះអង្គគុំតោមថ្វាយការរៀបចំទូក្នុងព្រះនាមអង្គចាស់ព្រះយេស៊ូវគ្រីស្ទ